សូមស្វាគមន៍ចំពោះការចូលមកទស្សនាវីដេអូរបស់ Channel My Voice ដែលថ្ងៃនេះផងដែរ Channel My Voice បានលើកយកនៅរឿងកុលស្ត្រីខ្លាំងៗមកអានជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់លេងកម្សាន្តអាគីខ្ញុំសូមយកឡានទៅផ្ញើនៅខុនដូឯងបន្តិចហើយលីអង្គុយលើកៅអីមកតុធ្វើការរបស់មិត្តសម្លាញ់ដោយទឹកមកប្រាប់បុនមិនទទួលរហូតលាក់គីត្រូវងើយមកពីការងារព្រមទាំងសោចក៏ក្អឹកយ៉ាងម៉េចមានអីកាត់ឡើងឬមុខក្រញើទាំងព្រលឹមហើយមិនក៏យកឡានទៅខុនដូខ្ញុំរឿងវាវែងឆ្ងាយណាស់វែងប៉ុណ្ណាក៏ខ្ញុំស្ដាប់និយាយភ្លាមពេលបានលើសំឡេងដាច់ខាតរបស់លាក់គីទើបហុយលីដកដង្ហើមធំវែងបើលាក់គីដឹងហេតុផលដែលនាងត្រូវយកឡានជាទីស្រឡាញ់ទៅផ្ញើនៅខុនដូរបស់គេព្រោះខ្លាចថាចៃដន្យថ្ងៃណាដែលមនុស្សប្រុសដែលនាងមិនចង់ជួបបំផុតដូចជាតាសៀងទៅលេងផ្ទះហើយគេឃើញឡានរបស់នាងមានសង្ឃឹមថាផែនការរបស់នាងនឹងបែកការតែក៏ព្រមនិយាយរឿងទាំងអស់ឲ្យលាក់គីគឺស្ដាប់ដោយគ្មានផ្លូវជ្រើសរើសស្អីគេចិនតាសៀងគឺជាមនុស្សតែម្នាក់និងមនុស្សប្រុសដែលឯងណាត់ជ្រើសគូឬមិនអាចទៅរួចបានយ៉ាងម៉េចមិនចង់ជឿសោះរឿងចៃដន្យបែបនេះវាមាននៅក្នុងជីវិតពិតមែនឬអូអាលីឯងប្រាប់លោកជាយទៅថាមិនបាច់ជ្រើសរើសគូឯណាទៀតទេយកម្នាក់នឹងហើយទោះខ្ញុំស្រឡាញ់នឹងហួងហែងតែបើជាឯងខ្ញុំព្រមជិះផ្លូវឲ្យដូចដែលហុយលីស្មានមិនខុសលាក់គីដល់ថ្នាក់ស្ទុះលោតពីកន្លែងអង្គុយមានរឹកពីរំភើបរហូតចេញមុខចេញមាត់មុំបានហើយអាគីទោះស្លាប់ក៏ខ្ញុំមិនព្រមរៀបការជាមួយអាមសៀនោះដែរព្រះអើយអាលីមានមនុស្សស្រីជាច្រើនចង់ធ្វើជាឯងនៅពេលនេះតែឯងបែរជាបដិសេធលោកចិនធ្វើប្រងើយគេទាំងសង្ហាទាំងជាមនុស្សម្នាក់ក្នុងកំឡោះសង្ហាទាំង5ដែលជាទីយាតមហាសិទ្ធិលំដាប់ថបថែនរបស់ប្រទេសទៀតផងកំឡោះសង្ហាទាំង5ស្អីគេរបស់ឯងហុយលីសួរដោយការមិនដឹងពិតមែនថ្នាក់ថាតារាណាម្នាក់ដែលកំពុងល្បីពេលនេះក៏នាងនៅមិនស្គាល់ផងទៅគិតស្អីជាមួយកំឡោះសង្ហាទាំង5របស់លាក់គីនោះស្លាប់ហើយអាលីនេះមិនដឹងរឿងអីសោះចាំខ្ញុំបើករូបឲ្យឯងមើលលាក់គីថាព្រមទាំងឈោងដៃទៅយកថេបបេតរបស់ខ្លួនបើករូបឲ្យហុយលីមើលដោយភាពរំភើបកំឡោះសង្ហាទាំង5ដែលមានធានខុងតាសៀងហ្វឹងសិនស៊ីម៉ានិងឈីងតាវកំឡោះទាំង5នេះជាមិត្តនឹងគ្នាតាំងពីរៀនមធ្យមមានឈ្មោះហៅខ្លីថាបេតកាយសោះក៏ក្រគ្មានបេះដូងនិងធ្លាប់ប្រកបប្រជាជាមួយស្រីណាម្នាក់មាត់អាក្រក់អារម្មណ៍ឆេវឆាវតែថា profile នេះហើយដែលគួរឲ្យចាប់អារម្មណ៍របស់ស្រីព្រោះកាន់តែបេតក៏កាន់តែមានមន្តស្នេហ៍នោះអីអូយឈួតឬកាន់តែបេតកាន់តែមានមន្តស្នេហ៍ស្បៃមនុស្សស្រីសម័យនេះធ្លាក់ទាបមិនមែនខ្ញុំសុំនៅលាវងាប់ល្អជាងមានតែប្រុសបែបនេះពេញក្រុងម្យ៉ាងទៀតមើលទៅម្សៀនោះក៏មិនជាប់ចិត្តជាមួយខ្ញុំទេគេប្រហែលមិនព្រមតាមការចាប់ផ្សំគុំងាយខ្ញុំគ្រាន់តែសម្ដែងឲ្យរៀបរយមិនឲ្យត្រូវចាប់បានតែប៉ុណ្ណោះបន្តិចទៀតរឿងក៏ចប់វានឹងងាយដល់ថ្នាក់នោះផងឬមិនប្រកាសទេលោកចិនគេអាចនឹងជាប់ចិត្តចំពោះឯងកថាបានលាក់គីសើចកក្អឹកឃើញថារឿងកំ pl ែងពេលមិត្តដល់ថ្នាក់ស្ទុះក្រោកឈរគ្មានផ្លូវទោះជាមសៀនោះចាប់អារម្មណ៍ខ្ញុំពិតមែនខ្ញុំក៏គ្មានថ្ងៃរៀបការជាមួយគេដែរលេងចប់និយាយជាមួយឯងហើយខាតពេលល្ងាចនេះទៅធ្វើធរៈជាមួយខ្ញុំបន្តិចយល់ទេទៅហើយហុយលីថាមុននឹងដើរចេញពីបន្ទប់របស់មិត្តសម្លាញ់ក្នុងចិត្តបានតែគិតដល់មនុស្សប្រុសចរិតព្រាមសេពគប់មនុស្សស្រីយ៉ាងច្រើននោះគ្មានថ្ងៃដែលនាងព្រមសេពគប់ធ្វើជាមនុស្សជាទីស្រឡាញ់បានឡើយសូម្បីតែស្គាល់គ្នានៅមិនចង់ស្គាល់ផងកាន់តែគិតដល់ឈុតឆាកថើបក្នុងក្លឹបនោះហុយលីក៏កាន់តែព្រឺសម្បុរមិនចង់ឃើញមិនចង់ជួប
ឡានរបស់លាក់គីបើកជិតមកចតនៅមុខអគារម៉ូដទាន់សម័យដែលនៅខាងលើដាក់ស្លាកទាក់ទាញភ្នែកថាសាលាបង្ហាត់គុនមានមនុស្សក្មេងចាស់ដើរចូលទៅក្នុងនោះហើយក៏ធ្វើឲ្យលាក់គីត្រូវមើលមុខមិត្តសម្លាញ់និងស្លាកអគារឆ្លាស់ទៅមកដោយការសង្ស័យនឹកឃើញយ៉ាងម៉េចទើបនាំខ្ញុំមកទីនេះអ្នកនាងគឺមនុស្សស្រីសម័យនេះត្រូវចេះការពារខ្លួនដឹងទេមនុស្សសម័យនេះពិបាកទុកចិត្តណាស់ឃើញមុខមាត់ល្អប្រើការបានមែនតែមិនមែនជាមនុស្សល្អរហូតដែរហើយឯងកាន់តែមានរូបរាងតូចស្ដើងវត់វន់បើសិនជាមានហេតុការណ៍ស្មានមិនដល់ដូចនៅក្លឹបយប់នោះឯងទៅស៊ូជាមួយមនុស្សប្រុសបានយ៉ាងម៉េចតើបខ្ញុំចង់បបួលឯងមករៀនជាមួយនោះអីលាក់គីញញឹមបិទមាត់មិនចិត្តពេលបានឮពាក្យថាល្វត់ល្វន់ទន់ភ្លន់ដែលផ្ទុយពីរាងកាយមាំធំរបស់គេយ៉ាងខ្លាំងហុយលីឃើញមិត្តញញឹមរីកមុខក៏ញញឹមញញែមក្នុងចិត្តដែរលាក់គីចូលមកក្នុងផែនការរបស់នាងចាំអីទៀតតោះទៅចូលទៅរៀនជាមួយគ្នាតែថាបង្រៀនមានមនុស្សប្រុសខ្លះទេអាបែបសាច់ដុំធំហាប់ណែនប្រហែលមានទេដឹងឮតែប៉ុណ្ណេះលាក់គីក៏រហ័សប្រញាប់ប្រញាល់ចេញពីឡានថែមទាំងជំរុញឲ្យហុយលីចូលទៅទៀតបដូរពីរឹកពីសោះក៏ក្រោះទៅជាអរខេបរខុបរហូតហុយលីដល់ថ្នាក់សោយកក្អឹកប៉ុណ្ណឹងនាងនៅមានមិត្តទៅផ្ទះយប់ជ្រៅវិញហើយព្រោះបើមិននាំលាក់គីមកជាមួយលោកយាយនឹងប្រហែលមិនព្រមឲ្យនាងត្រឡប់ទៅផ្ទះយប់ប្រលប់ជាមិនខានព្រមទាំងនឹកគិតទៅដល់ប្រុសម្នាក់ទៀតលោកចប់លើដៃខ្ញុំមិនខានតែសៀងបើហ៊ានមកធ្វើលើសលួសដាក់ខ្ញុំទៀតខ្ញុំនឹងមិនបន្ធូរដៃឲ្យទេនៅក្នុងបន្ទប់ VIP របស់ Infinity Club ដែលធ្វើដើម្បីទទួលក្រុមមិត្តភ័ក្តិរបស់តាសៀងជាពិសេសតែបន្ទាប់ពីគ្រប់គ្នាត្រូវធ្វើការទទួលខុសត្រូវមុខជំនួញរបស់ខ្លួនក៏មិនសូវមានពេលញឹកញាប់ដែលបានមកជួបជុំគ្នាដូចថ្ងៃនេះហាច់ឈីសំឡេងកណ្ដាស់ជាប់គ្នាតាសៀងដែលកំពុងកងតាក់ខ្លានៅលើសាឡុងធ្វើឲ្យមិត្តសម្លាញ់4នាក់ដែលកំពុងអង្គុយផឹកជាមួយគ្នាលើកចិញ្ចើមមើលដោយការចម្លែកចិត្តកើតអីខ្លាំងឬអត់ឬថាមានស្រីអាណាកំពុងនឹកឯងឬធានខុងម្ចាស់មុខជំនួយនាំចេញគ្រឿងអលង្ការខ្នាតធំក្នុងប្រទេសជាមួយជាមនុស្សម្នាក់ក្នុងក្រុមបែតកាយឬទេវបុត្របិសាចនិយាយញាស់ញឹមធ្វើឲ្យមិត្តភ័ក្តិដទៃទៀតសោចក៏ក្អឹកយ៉ាងម៉េចហើយបានដំណឹងថាម៉ាក់ឯងកំពុងរកប្រពន្ធឲ្យឯងយ៉ាងនេះរហ័សនាម Playboy ដូចឯងប្រហែលជាត្រូវដកចង្កុំកាត់ក្រចកទីដឹងឈិនស៊ីម៉ាពាណិជ្ជករផ្នែកអចលនទ្រព្យជើងថ្មីនេះមានសន្ទុះខ្លាំងដែលកំពុងអង្គុយផឹកនៅជ្រុងមួយទៀតក្នុងបន្ទប់ក៏រួមជាមួយធានខុងញាស់ម្ចាស់ក្លឹបដូចជាតាសៀងម្នាក់ទៀតរហូតអ្នកកំឡោះត្រូវធ្វើទឹកមុខដាក់បណ្ដាមិត្តភ័ក្តិដែលកំពុងចោមរោមគេពេលនេះគ្មានផ្លូវទេម្នាក់ស្រីនោះគ្មានថ្ងៃធ្វើជាកូនប្រសារម៉ាក់របស់ខ្ញុំទេទោះជាមាត់រឹងបដិសេធតែរឹកពីដូចជាកំពុងសប្បាយចិត្តចំពោះវ័យម្យ៉ាងដែលផ្ទុយគ្នាពីសម្ដីរហូតគ្មានអ្នកណាជឿសម្ដីនឹងរឹកពីឯងផ្ទុយគ្នាស្រឡះស្អាតមែនទេចាហ្វុងសិនម្ចាស់ក្រុមហ៊ុនផលិតរថយន្តលំដាប់ទី1ក្នុងប្រទេសអ្នកដែលមើលទៅជារៀមច្បងបំផុតក្នុងក្រុមអត់រាក់ទាក់មិនបានពេលកំពុងអង្គុយលាយស្រានៅក្រោយបារីដែលពោពេញទៅដោយស្រាជាច្រើនប្រភេទមានតែសង់ជីងតាវម្ចាស់មុខជំនួញ software និងសម្ភារៈ IT លំដាប់ប្រទេសប៉ុណ្ណោះដែលនៅអង្គុយកងអន្ទាក់ខ្លាផ្អែកសាឡុងនិងផឹកស្រាក្នុងដៃដោយមិននិយាយស្ដីតែក៏ជារឿងដែលក្រុមមិត្តភ័ក្តិស៊ាំទៅហើយចំពោះរឹកពីអង្គុយស្ងៀមស្ងាត់របស់អ្នកកំឡោះបែបនេះគឺស្អាតល្មមដែរតែដែលសប្បាយជាងនោះមិនមែនព្រោះស្អាតទេចង់ដឹងខ្លាំងណាស់ថាបើគ្រប់គ្នាដឹងការពិតនោះវាយ៉ាងម៉េចប្រយោគក្រោយស្រដៀងនឹងការ
រអ៊ូម្នាក់ឯងព្រមទាំងសោចក៏ក្អឹកជាមនុស្សអារម្មណ៍ល្អធ្វើឲ្យមិត្តភ័ក្តិផ្សេងទៀតងាកទៅមើលមុខគ្នាដោយការសម្រេចមតិថាចិត្តឆ្កួតហើយគ្រប់គ្នាក្រវីក្បាលចំពោះរឹកពីរបស់អ្នកកំឡោះមុននឹងទុកឲ្យតាសៀងចូលក្នុងធ្លាក់អន្លង់គំនិតរបស់ខ្លួនតែម្នាក់ឯងមើលហើយទៅអ្នកកំឡោះដូចកំពុងសប្បាយពិតមែននេះគួរឲ្យសប្បាយណាស់មិនអីចឹងឬដូចស្រីជើងល្អម្នាក់នោះបើមិនចាប់បាននឹងកន្លែងគ្មានថ្ងៃព្រមចុះចាញ់ដែរហើយគេទៅតែឲ្យមនុស្សទៅពិនិត្យមើលថាហុយលីចៅស្រីរបស់លោកយាយសៀងធ្វើការនៅក្រុមហ៊ុនអីចង់ដឹងខ្លាំងណាស់ថាបើគេទៅឲ្យនាងឃើញមុខនាងក្រមុំនឹងដើរតួជាអ្នកនាងរៀបសារឬជាស្រីក្លាហានឲ្យប្រកាសគ្រាន់តែគិតបបោមាត់ក៏ញញឹមដោយនឹកសប្បាយសំឡេងនិយាយគ្នាលាន់ឮមកដល់ក្នុងបន្ទប់ហ៊ុយលីខណៈដែលនាងក្រមុំកំពុងតែងខ្លួនចេញទៅធ្វើការរហូតអត់ជ្រួញចិញ្ចើមមិនបានដោយការសង្ស័យព្រោះព្រឹកព្រលឹមថ្នាក់នេះមានភ្ញៀវឯណាមកផ្ទះទើបនាងរហ័សតែងខ្លួនមុននឹងយកកាបូបស្ពាយដើរចេញពីបន្ទប់សំឡេងនិយាយអ៊ូអែព្រមទាំងសំឡេងសើចរបស់លោកយាយធ្វើឲ្យហ៊ុយលីជ្រួញចិញ្ចើមកាន់តែខ្លាំងតែក៏ត្រូវលួចជ្រួញច្រមុះពេលឃើញខ្នងធំទូលាយរបស់អ្នកកំឡោះដែលកំពុងអង្គុយនិយាយជាមួយលោកយាយរបស់នាងលឺល្វើយពីរឿងដើមផ្កាសៀងហ៊ុយលីដែលកាលពីយប់មុនមានខ្យល់បក់បោកខ្លាំងរលើងគល់ពេលនេះនៅមិនទាន់មានមេឃផ្កានៅឡើយដោយសារដើមវាធំពេកព្រោះអាយុវាច្រើនអាចច្រើនជាងអាយុនាងមិនដឹងប៉ុន្មានសិបឆ្នាំផងកាន់តែគិតកាន់តែស្ដាយនឹកដល់កាលពីក្មេងពេលដែលងើយមុខមើលដើមឈើឈ្មោះដូចខ្លួនឯងហើយជួនកាលនៅលួចឡើងទៅបេះផ្កាមកហិតលេងដោយចូលចិត្តក្លិនរបស់វាគួរឲ្យអាណិតហ៊ុយលីណាស់គេស្រឡាញ់ដើមផ្កានោះបំផុតសំឡេងរបស់លោកយាយឮចូលក្នុងត្រចៀករបស់នាងពេលនាងដើរទៅជិតហើយពេលលោកយាយសៀងងាកមកក៏ហៅមកហើយឬរាក់តាក់បងសិនទៅគេខំឈៀងមកយកដើមផ្កាមកផ្ញើហ៊ុយលីក៏ធ្វើតាមដោយអោនក្បាលដាក់អ្នកកំឡោះផ្កាស្អាតណាស់អ្នកនាងឈ្មោះក៏ពីរោះឈ្មោះអីទៅលោកចិនស៊ូឈៀវមើលផ្កាក្នុងផើងដែលតាសៀងខំយកមកផ្ញើទាំងព្រលឹមផ្កាហង្សទេពលោកយាយអ្នកកំឡោះប្រាប់ញឹមមុននឹងងាកទៅនាងក្រមុំដែលកំពុងដើរយឺតចូលទៅរកលោកយាយសោកស្ដាយផងណាអាលីរឿងដើមហ៊ុយលីនេះត្រៀមចេញទៅធ្វើការហើយឬអត់ចានាងធ្វើពុតជាញញឹមទទួលមុននឹងអោនមុខមិនមើលអ្នកណាទៀតក្រុមហ៊ុនរបស់អាលីនៅម្ដុំណាបាទទៅផ្លូវតែមួយជាមួយនឹងខ្ញុំបានជូនទៅហ៊ុយលីខំរំងាប់កំហឹងមុននឹងធ្វើពុតជាបន្លប់ទឹកមកដោយស្នាមញញឹមតបអ្នកកំឡោះចង់មកធ្វើជាសុភាពបរោះធ្វើអីពេលនេះអាលីដឹងបានយ៉ាងម៉េចថាបងរាសីយើងប្រហែលអាចសំគ្នាក៏បានសំឡេងដែលបង្កប់ន័យនៅចុងប្រយោគមើលទៅដូចជាគ្មានអ្នកណាសង្កេតក្រៅពីហ៊ុយលីដែលងាកទៅប្រសពភ្នែកជាមួយអ្នកនិយាយភ្លាមពេលដែលគេនិយាយចប់នាងព្យាយាមមើលទៅក្នុងកែវភ្នែករបស់គេតែក៏មិនឃើញអ្វីក្រៅពីភាពល្បិចច្រើនដែលនាងប្រើជាតិញៀនខ្លួនឯងសម្លឹងឃើញនឹងហើយចោះអាលីឯងក៏ប្រាប់ឈ្មោះក្រុមហ៊ុនទៅលោកចិនទៅល្អទៅវិញទេក្រែងឡានរបស់ឯងជួសជុលមែនទេឃើញថាទៅបុកគូតឡានអ្នកណាក៏មិនដឹងល្អណាស់ដែលមិនបានមានរបួសធ្ងន់ហ៊ុយលីដល់ថ្នាក់ឆ្លក់ទឹកមាត់ខ្លួនឯងដូចជាត្រូវកណ្ដាប់ដៃរបស់លោកយាយដាល់ចំកណ្ដាលមុខយ៉ាងខ្លាំងនាងក្រមុំស្លេកមុខតែក៏ធ្វើបានត្រឹមតែញញឹមបន្លប់ទទួលស្ថានភាពប៉ុណ្ណោះតែរឹកពីរបស់ហ៊ុយលីធ្វើឲ្យតាសៀងទប់ស្នាមញញឹមឡើងមុខក្រហមតែក៏នៅធ្វើជាមុខស្មោះត្រង់បានយ៉ាងល្អប៉ិតមែនឬអាលីកើតអីខ្លាំងឬអត់មិនអីណាស់ណាទេហ៊ុយលីបង្ហាញ
ការញញឹមបន្លប់ចំណែកក្រុមហ៊ុនរបស់ខ្ញុំនៅម្ដុំនេះទេធម្មតាខ្ញុំទៅធ្វើការខ្លួនឯងបានស្រាប់ទៅហើយក្រែងចិត្តបងសៀងរឹកពីបដិសេធរបស់ហ៊ុយលីកាន់តែធ្វើឲ្យអ្នកកំឡោះមានជំនឿចិត្តថានាងគឺជាមនុស្សតែម្នាក់និងនាងក្រមុំស្រីជើងល្អដែលគេធ្លាប់ជួបជួនអីខ្ញុំត្រូវធ្វើដំណើរកាត់ផ្លូវនោះល្មមចាំខ្ញុំជូនទៅហ៊ុយលីចង់ស្រែកដាក់មុខញឹមរបស់គេខ្លាំងណាស់ទោះបីជាចម្លែកចិត្តនិងសង្ស័យខ្លះថាគេមកចាប់អារម្មណ៍នាងធ្វើអីដូចជានាងនេះក្នុងស្ពេចរបស់គេឬគឺគេជាអ្នកប្រាប់នាងខ្លួនឯងថាគ្មានផ្លូវចាប់អារម្មណ៍ហើយហេតុអីសុកមកចាប់ចិត្តចាប់ថ្លើមហ៊ុយលីក្នុងរបៀបជាមនុស្សរៀបសារនេះឬការពិតទៅគេមានផែនការអ្វីឲ្យប្រកាសឬក៏ដឹងហើយថានាងជាហ៊ុយលីដែលគេធ្លាប់ជួបគឺមនុស្សតែម្នាក់បែបនោះនាងកាន់តែឲ្យគេជូនទៅក្រុមហ៊ុនមិនបានជាដាច់ខាតឲ្យលោកចិនជូនទៅយាយរៀងទុកចិត្តជាងពេលត្រូវអ្នកដែលជាយាយនិយាយដល់ថ្នាក់នេះទើបហ៊ុយលីបានត្រឹមតែនៅស្ងៀមប្រកែកលែងកើតទោះបីជាឡើងជិះឡានទៅសៀងរួចហើយក៏នាងនៅគិតមិនចេញថាជាការមានបញ្ហាឬយ៉ាងម៉េចនាងមិនចង់ឲ្យគេដឹងថានាងធ្វើការនៅឯណាព្រោះបើថ្ងៃណាមួយគេឈៀងទៅរកនាងនៅក្រុមហ៊ុនថ្ងៃដែលនាងមិនបានធ្វើខ្លួនជាកុលស្ត្រីផែនការដែលនាងខំព្យាយាមធ្វើក៏ត្រូវបើកកកាយនៅចំពោះមុខស្លាប់ហើយខ្ញុំទៅតែនឹកឃើញថាខ្ញុំត្រូវទៅធ្វើធរៈនៅកន្លែងមួយទៀតលោកចិនជូនខ្ញុំត្រង់នេះក៏បានចាំខ្ញុំទៅខ្លួនឯងពេលមិនបាននៅចំពោះមុខជនទី3សន្ទនាមុខនាងក្រមុំប្រែហៅអ្នកកំឡោះក៏ឃ្លាតឆ្ងាយភ្លាមហ៊ុយលីងាកមកប្រាប់គេតិចសម្ដែងរកពៀជាអ្នកនាងហ៊ុយលីដែលសុភាពរៀបសារហើយប៉ិនក្រែងចិត្តយ៉ាងល្អតែនាងក្រមុំមិនទាន់បានសង្កេតអាការៈដែលអ្នកកំឡោះលួចញញឹមម្នាក់ឯងមិនបានទេខ្ញុំសន្យាជាមួយលោកជាយហើយថាជួនអាលីទៅដល់ក្រុមហ៊ុនចង់ឲ្យទុកចោលកណ្ដាលផ្លូវបែបនេះបានយ៉ាងម៉េចតាសៀងប្រាប់ដោយសម្លេងប្រកបប្រជារហូតនាងក្រមុំលួចងាកទៅធ្វើរឹកពៀចង់ក្អួតមុននឹងងាកមកញញឹមស្រស់ដាក់គេវិញមិនអីពិតមែនខ្ញុំមិនចង់រំខានម្យ៉ាងទៀតធម្មតាខ្ញុំទៅធ្វើការខ្លួនឯងស្រាប់ទៅហើយគ្មានអីគួរឲ្យបារម្ភទេមើលទៅអាលីមិនចង់ឲ្យខ្ញុំជូនទៅក្រុមហ៊ុនទេហេតុអីឬនៅក្រុមហ៊ុនរបស់អាលីមានអាចកំបាំងអីឬអត់តាសៀងងាកមកមើលទៅនាងក្រមុំដែលរហ័សបដិសេធភ្លាមអត់ទេខ្ញុំមានអាចកំបាំងស្អីទៅហ៊ុយលីធ្វើពុតជាសោចតិចមុននឹងលើកដៃបាំងមុខព្រមទាំងអោនរអ៊ូតិចតាប៉ែឈូតអើយអាលីថាម៉េចតាសៀងខ្លាញ់ធ្វើជាមិនដឹងអីរហូតហ៊ុយលីងើយមុខសើចម្ដងទៀតគ្មានអីទេលោកចិនបើកឡានទៅហ៊ុយលីញញឹមស្រស់មុននឹងលបដកដង្ហើមធំដោយការធុញទ្រាន់ដែលថ្ងៃនេះធ្វើយ៉ាងណាក៏នាងកំចាត់គេចេញមិនផុតហើយធរៈរបស់អាលីវិញនោះអ្នកកំឡោះធ្វើពុតជាសួរទោះបីជាដឹងច្បាស់ថាជាផ្នែកមួយទៀតនៃស្ទាយរបស់នាងក្រមុំដែលរកផ្លូវមិនឲ្យគេជូនទៅក៏ដោយខ្ញុំថាចាំទៅពេលក្រោយក៏បានហ៊ុយលីរហ័សឆ្លើយឲ្យតែរួចមុននឹងងាកទៅមើលខាងក្រៅដោយការចង់កាត់បទសន្ទនាពេលគ្មានផ្លូវជ្រើសរើសទើបនាងបានតែបង្ខំចិត្តឲ្យគេជូនទៅក្រុមហ៊ុនឲ្យតតែបានពេលនាងមានរឹកពៀប្រហែលនឹងព្រមចាញ់ទើបតែសៀងមិនបាននិយាយអីទៀតចំណែកហ៊ុយលីក៏ស្ងាត់តាមផ្លូវរហូតគួរឲ្យតាំងចិត្តអរគុណច្រើនដែលបានជូនមកពេលឡានមកចតនៅមុខក្រុមហ៊ុនទើបហ៊ុយលីរហ័សនិយាយអរគុណមិននឹងចុះចេញពីឡានរហូតដល់អ្នកដែលតាមចេញមកហៅសឹងមិនទាន់ឈប់សិនអាលីគឺខ្ញុំមានអារម្មណ៍ស្ងួតកយ៉ាងម៉េចក៏មិនដឹងបើអាលីមិនស្អប់ខ្ពើមខ្ញុំសុំចូលផឹកទឹកក្នុងក្រុមហ៊ុនអាលីបន្តិចបានទេហ៊ុយលីដល់ថ្នាក់
ចំហមាត់ថ្លុងស្មានមិនដល់ថាអ្នកកំឡោះនឹងប្រើលេសស្អីបែបនេះស្ងួតកផឹកទឹកងាប់ហើយម្សៀនេះគិតចង់ធ្វើអីឲ្យប្រកាសនាងក្រមុំបានតែរងអូដាក់បណ្ដាសាគេដោយកំហឹងវាជាថ្ងៃមហាសោយរបស់នាងឬយ៉ាងម៉េចខាងមុខក៏មានហាងកាហ្វេក្រែងលោកចិនចាប់អារម្មណ៍ហុយលីព្យាយាមបន្តទៀតហើយអត់នឹងបញ្ឆេះក្នុងសម្លេងមិនបានតែមើលទៅអ្នកដែលប៉ាន់ខ្លាយធ្វើជាមិនដឹងអីមិនព្រមចុះចាញ់សោះកុំល្អជាងខ្ញុំចង់ផឹកទឹកនៅក្រុមហ៊ុនរបស់អាលីច្រើនជាងនឹងបានស្គាល់គ្នាជាមួយមិត្តរួមការងាររបស់អាលីដែរអីចឹងខ្ញុំលែងក្រែងចិត្តហើយតាសៀងញញឹមបែបដាហុយលីគិតថាគេពិតជាបញ្យុះរំខានទោសៈរបស់នាងខ្លាំងណាស់មុននឹងពេលដែលនាងក្រមុំរហ័សដើរតាមរៀងខ្ពស់ធំដែលកំពុងដើរប្រញាប់ចូលទៅក្នុងក្រុមហ៊ុនដោយមិនចាំឲ្យអ្នកជំទាស់អីទៀតឈប់សិនខ្ញុំថាហុយលីប្រកែកមិនតាន់ព្រោះមិនតាន់ចប់ប្រយោគផងមនុស្សម្នាក់ក្នុងចំណោមកូនចៅដែលទៅតែមកដល់កន្លែងធ្វើការក៏រហ័សស្រែករាក់ទាក់នាងភ្លាមអូខ្មោចមនុស្សស្រីចូលឬយ៉ាងម៉េចរៀមច្បងថ្ងៃនេះផ្អែមល្ហែមណាស់អ្នកដែលនៅក្លឹបហុយលីរហ័សចូលទៅរកកូនចៅរបស់នាងមុននឹងបញ្ជាលឺមកហើយឬអាជីវឆាប់ចូលទៅធ្វើការទៅថ្ងៃនេះការងារច្រើនណាស់ហុយលីប្រាប់កូនចៅដោយសម្លេងផ្អែមរហូតអ្នកដែលត្រូវគេរាក់ទាក់ដល់ថ្នាក់មីងមាំងដូចត្រូវញញូរវាចំក្បាលព្រោះគ្រប់ពេលហុយលីខូខើម្នាក់នេះគ្មានផ្លូវធ្វើអីបែបនេះមើលទៅការតែងខ្លួនក៏ចម្លែកក៏មិនដូចជាហុយលីអីបន្តិចឡៃជីវបានតែអេះក្បាលឆ្ងល់មុននឹងដើរចូលក្រុមហ៊ុនគឺកូនចៅខ្ញុំចូលចិត្តនិយាយលឺជានិច្ចលោកចិនកុំទៅចាប់អារម្មណ៍អីហុយលីងាកទៅប្រាប់អ្នកកំឡោះញឹមលួចជូតញើសណែហូរជោគថ្ងាសដោយការលុះប្រលឹងបើអីចឹងខ្ញុំថាចង់បដូរចិត្តឡើងញ៉ាំទឹកហើយមែនទេហុយលីរហ័សសួរដោយមានសង្ឃឹមអត់ទេខ្ញុំចង់ប្រាប់ថាយើងឆាប់ចូលទៅត្រង់នេះក្តៅតាសៀងដើរនាំមុខចូលទៅក្នុងក្រុមហ៊ុនរបស់នាងមុននឹងអស់សំណោចភ្លាមដោយប្រឹងអត់យូរហើយសប្បាយចិត្តដែលបានបេះបួយនាងក្រមុំឲ្យរត់តាមគេនេះបើហុយលីដឹងថាអ្នកកំឡោះធ្វើបាបនាងអន្តេសាព្រោះខ្លាចថាគ្រប់ពេលត្រូវបានចាប់បាននោះគេប្រហែលជាបានឃើញរថរបស់រៀមច្បងសៀងមហាកំណាចរបស់បណ្ដាកូនចៅនៅទីនេះជាមិនខានបណ្ដាកូនចៅក្នុងក្រុមហ៊ុនរបស់ហុយលីដល់ថ្នាក់នាំគ្នាចែកចាយនិងភ្ញាក់ផ្អើលពេលមានកំឡោះសង្ហាដើរចូលមកក្នុងក្រុមហ៊ុនតែដើរស្លុតជាងនោះគឺពេលដែលឃើញនាងក្រមុំដើរតាមគេម្នាក់នោះមនុស្សស្រីដែលពាក់អាវសេមីពណ៌សនិងទីនុយក្នុងសម្ពត់វែងក្រោមជង្គង់មើលទៅរៀបសារទន់ភ្លន់តែដែលចម្លែកនោះមិនមែនឈុតដែលស្លៀកតែជាអ្នកស្លៀកទៅវិញដែលប្លែកកូនចៅទាំងអស់ដល់ថ្នាក់ចំហមាត់ថ្លុងចង់ស្រែករាក់ទាក់តែក៏រួញក៏នឹងការសម្លក់ព្រមទាំងធ្វើសញ្ញាឲ្យបិទមាត់របស់ហុយលីតែពេលអ្នកកំឡោះងាកមកមើលក៏រហ័សធ្វើធម្មតាបដូរជាញញឹមស្រស់បន្លប់ភ្លាមស្លាប់ហើយអាលីសំឡេងលាក់គីដែលបើកទ្វារបន្ទប់ធ្វើការមកស្រែករាក់ទាក់ក៏ត្រូវខ្ទប់មាត់ភ្លាមពេលត្រូវមិត្តសម្លាញ់រហ័សធ្វើជាសញ្ញាឲ្យស្ងាត់ហើយលាក់គីក៏ដឹងកែមនោះយ៉ាងរហ័សទោះបីជាស្គុតខ្លះដែលបានឃើញកំពូលទេវបុត្រគេទៅតែស្រមៃដល់មកប្រកាសខ្លួននៅចំពោះមុខបែបនេះអួយស្លាប់ហើយខ្ញុំលាក់គីជាអ្នករួមភិហ៊ុនរបស់ហុយលីលាក់គីរហ័សចូលទៅរាក់ទាក់តាសៀងយ៉ាងចេញមុខចេញមាត់រហូតហុយលីបានតែលួចខ្នាញ់ចំពោះរឹកពីត្រេកអរហួសហេតុរបស់មិត្តជើងល្អសួស្តីខ្ញុំតាសៀងមិនតាន់បាននិយាយចប់លាក់គីក៏និយាយកាត់មុនមិនបាច់ណែនាំខ្លួនទេលោកចិនតាសៀងត្រូវតែហាម
ខ្ញុំតាដានដំណឹងលោករាល់ថ្ងៃហេតុអីមិនស្គាល់លោកនោះឡាគីរហ័សលោកដៃទៅចាប់ដៃអ្នកកំឡោះថែមទាំងចាប់ជាប់មិនព្រមលែងដល់ថ្នាក់តាសៀងសោចមុននឹងក្រឡាស់ដៃជាសញ្ញាប្រាប់ឲ្យឡាគីលែងទើបឡាគីសោចបន្លប់ធ្វើរឹកពីអៀនមុននឹងលែងដៃគេយឺតលោកចិនមកធ្វើអីនៅក្រុមហ៊ុនរបស់យើងឬជូនអាលីមកឬអត់មែនហើយខ្ញុំជូនអាលីហើយជូនអីស្ងួតកទៅសុំចូលមកញ៉ាំទឹកបន្តិចអ្នកកំឡោះថាញញឹមមុននឹងងាកទៅញញឹមស្រស់ដាក់ហុយលីរហូតបណ្ដាកូនចៅដល់ថ្នាក់ស្រែកឡាគីក៏បើកភ្នែកធំមើលយ៉ាងណាក៏ហុយលីដែលមានរឹកពីរៀបសារមិនស៊ីគ្នាអ្នកកំឡោះដែលឆ្លៀសវៃទាន់សម័យដោយតាសៀងអីបន្តិចទោះបីជាដឹងថាហុយលីកំពុងតែលាក់ពុតក៏ដោយមានតែហុយលីទេដល់ថ្នាក់ឆ្លក់ទឹកមាត់ខ្លួនឯងភ្លាមពេលប្រសពភ្នែកនាំឲ្យលុះប្រលឹងក្នុងគំនិតរបស់នាងអីចឹងទៅញ៉ាំទឹកក្នុងបន្ទប់ធ្វើការខ្ញុំល្អជាងឈរនៅម្ដុំនេះយូរក្រែងលោកចិនរយជើងថែមទាំងត្រូវស្រីម្ដុំនេះដៀងកន្ទុយភ្នែកដាក់ទៀតឡាក់គីថាព្រមទាំងងាកទៅសម្លក់ដាក់កូនចៅស្រីដែលនាំគ្នាមើលមកខ្ញុំទៅតែនឹកឃើញថាមានធរៈអីចឹងខ្ញុំសុំទៅមុនល្អជាងចាំថ្ងៃក្រោយមកលេងអ្នកនាងម្ដងទៀតខ្ញុំទៅសិនហើយអាលីតាសៀងគៀកទៅញញឹមស្រទន់ដាក់ឡាក់គីរហូតគេដល់ថ្នាក់សឹងតែខ្យល់កមុននឹងតាសៀងងាកមកទៅញញឹមដាក់ហុយលីដែលរហ័សងក់ក្បាលដោយការធូរទ្រូងដែលគេព្រមទៅវិញតាសៀងទៅមិនយូរប៉ុន្មានសម្លេងស្រែករបស់បណ្ដាកូនចៅស្រីក៏មិនលើឡើងលោកចិនជាសង្សាររបស់រៀមច្បងសាំងអូម៉ៃកតគួរឲ្យច្រណែនរៀមច្បងមែនតែនតែហេតុអីតែងខ្លួនបែបនេះខ្ញុំសឹងតែចាំមិនបានមែនហើយសម្លេងបណ្ដាកូនចៅបន្លឺសឹងតែព្រមគ្នារហូតហុយលីចង់តែស្រែកល្មមទៅគេនឹងខ្ញុំម្នាក់នោះគ្មានស្អីនឹងគ្នាទេទៅធ្វើការវិញបានហើយបណ្ដាកូនចៅដល់ថ្នាក់រួញកគ្រប់គ្នាបំបែកចេញទៅធ្វើការតែក៏មិនភ្លេចខ្សឹបខ្សៀវពីនាងរហូតហុយលីសឹងតែឈួតស្លាប់នាងក្រមុំអង្គុយអុកយ៉ាងខ្លាំងលើកៅអីធ្វើការដោយភាពនឿយហត់ព្រមទាំងលើកដៃឆ្លីក្បាលកន្ទុយភ្នែកដៀងមើលឡាគីដែលកំពុងធ្វើមុខស្លុតបាត់តែមិនដឹងតែក៏មិនភ្លេចដើរមកអង្គុយទល់មុខតុធ្វើការរបស់នាងមុនពេលដែលនាងក្រមុំភ្ញាក់សឹងធ្លាក់ពីកៅអីពេលសុកមិត្តសម្លាញ់ស្រែកលាន់ពេញបន្ទប់ដោយត្រូវខ្មោចសន្ធិដ្ឋឯងកើតឈួតស្អីរបស់ឯងត្រចៀកខ្ញុំចង់បែកទៅហើយនេះហុយលីថាព្រមទាំងបិទត្រចៀកឯងឃើញទេអាលីលោកចិនគេញញឹមដាក់ខ្ញុំមុនស្នេហ៍របស់គេគួរឲ្យខ្លាចពិតមែនចិនតាសៀងអរគុណសម្រាប់ការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយបន្តទៀត